ស្តីអ្នកទាំងអស់គ្នាសូមស្វាគមន៍មកកាន់ Learn AI with Sonan វីដេអូនេះខ្ញុំនឹងបង្ហាញអ្នកទាំងអស់គ្នារបៀបការអនុវត្ត copy prompt ទៅលើដែលមេរៀនទី3ដែលខ្ញុំបានបង្ហាញហើយទាក់ទងនឹងការប្រើប្រាស់ AI មួយណាដែលត្រូវនឹងមុខងាររបស់វាអញ្ចឹងចំពោះវីដេអូនេះគឺការអនុវត្តជាក់ស្ដែងពិតៗអញ្ចឹងយើងនឹងទៅទាំងអស់គ្នាអញ្ចឹងនៅក្នុងprompt ហ្នឹងខ្ញុំបានលើកឧទាហរណ៍ចំនួន3 prompt អញ្ចឹងខ្ញុំបានរៀបចំហើយគឺ prompt ទី1គឺការបង្កើតវីដេអូ AI អញ្ចឹងនៅក្នុង AI tool ដែលយើងអាចបង្កើត image បានយើងមានច្រើន tool មានដូចជា ChatGPT image ឬក៏ Midjourney ជាដើមអញ្ចឹងយើងចូលទាំងអស់គ្នាអញ្ចឹងខ្ញុំនឹងចេះរើសChatGPT image នេះមួយមកប្រើប្រាស់ចូល Google ហើយវាយពាក្យ ChatGPT បន្ទាប់មកពេលដែលយើងចូលដល់ក្នុងទំព័រនៃ ChatGPT ហើយយើងចុចកន្លែងសញ្ញាបូកនេះមកហើយយើងយកពាក្យ create image ហើយយក prompt នឹងមកដាក់ហើយយើងនឹងមើលទាំងអស់គ្នាតើលទ្ធផលចេញបែបណាអូខេអ្នកទាំងអស់គ្នានេះជាលទ្ធផលនៃការបង្កើត image របស់យើងនៅលើ ChatGPT create image អូខេអ្នកទាំងអស់គ្នាអញ្ចឹងចំណុចបន្ទាប់ទៀតយើងនឹង create prompt មួយទៀតទាក់ទងនឹង content prompt អញ្ចឹងចំពោះ content prompt សម្រាប់ AI assistant យើងនេះយើងអាចមាន AI tool 4ដែលខ្ញុំលើកមកឧទាហរណ៍អញ្ចឹងនៅក្នុង image prompt យើងបានជ្រើសរើស ChatGPT image ហើយអញ្ចឹងទាក់ទងនឹង content prompt ខ្ញុំជ្រើសរើសយក clothes ម្ដងតែយើងចូល Google ទាំងអស់គ្នាហើយ copy from ដែលខ្ញុំបានរៀបចំហើយនេះជាលទ្ធផលនៃ prompt របស់យើងដែល AI បាន generate ឲ្យអញ្ចឹងប្រធានបទទាក់ទងនឹងអត្ថប្រយោជន៍ AI សម្រាប់អ្នកចាប់ផ្ដើមថ្មីអញ្ចឹងយើងអាចយក content ហ្នឹងដើម្បីបង្កើតជាវីដេអូថតបានអូខេអ្នកទាំងអស់គ្នាអញ្ចឹងចំណុចបន្ទាប់ទៀតទាក់ទងនឹងការប្រើ prompt coding prompt អញ្ចឹងនៅក្នុង coding prompt យើងហ្នឹងគឺយើងមាន AI tool ដូចជា ChatGPT GitHub Copilot Google Gemini ឬក៏ Claude អញ្ចឹងទាក់ទងហ្នឹងខ្ញុំនឹងជ្រើសរើសយក AI មួយដើម្បីធ្វើការ generate នៃ prompt ខាងក្រោមដែលខ្ញុំបានរៀបចំហ្នឹងអញ្ចឹងខ្ញុំយក Google Gemini អញ្ចឹងយើងចូល Google មកហើយពាក្យ Google Gemini ហើយយក prompt ខាងក្រោមនេះមកដើម្បីធ្វើការមើលលទ្ធផលវាបែបម៉េចអូខេនេះគឺជាមេរៀនទាក់ទងនឹង Java concept ដែល AI បានផ្ដល់ឲ្យអញ្ចឹងសូមអរគុណអ្នកនរគ្នាដែលបានទស្សនានៅការអនុវត្តប្រើប្រាស់ prompt នេះអញ្ចឹងបើអ្នកទាំងអស់គ្នាចង់ដឹងមេរៀនបន្ទាប់ទាក់ទងនឹងការរៀបចំ prompt បែបណាឲ្យមានចេញលទ្ធផលកាន់តែល្អកាន់តែប្រសើរដែលយើងពេញចិត្តអញ្ចឹងសូមកុំភ្លេចទស្សនានៅមេរៀនបន្ទាប់គឺមេរៀនទី4សូមអរគុណកុំភ្លេចចុច Subscribe ដើម្បីកុំឲ្យខកខានមេរៀនថ្មីៗ
ប្រសិនបើអ្នកយល់ថាវីដេអូនេះមានប្រយោជន៍សូមចុច like និង share ទៅកាន់មិត្តភ័ក្តិក្រុមការងារនិងអ្នកដែលចង់ចាប់ផ្ដើមរៀន AI សូមអរគុណសម្រាប់ការទស្សនាហើយជួបគ្នានៅវីដេអូបន្ទាប់